អរុនសួស្ដីទស្សនិកជនទាំងអស់ខ្ញុំជាអ្នកស្រីវិជ្ជបណ្ឌិតព្រេវីទីរីមីស្វាមីពីមន្ទីរពេទ្យអាប៉ូឡូសេគុនដេរ៉ាបាទថ្ងៃនេះយើងនឹងពិភាក្សាអំពីការវះកាត់ដែលគេធ្វើញឹកញាប់បំផុតមួយហៅថា hysterectomy ឬការដកមាបយ៉ាងពេញលេញដំបូងខ្ញុំចង់ចែករំលែកការវះកាត់ដកមាបគួរតែជាជម្រើសចុងក្រោយបំផុតសម្រាប់ស្ត្រីម្នាក់នាងត្រូវតែបានសាកល្បងជម្រើសផ្សេងទាំងអស់សិនសម្រាប់បញ្ហារីកឈាមបញ្ហាផ្ចិតមាបឬបញ្ហាឃ្លៀងស្បូនមុននឹងសម្រេចដកមាបហើយជាពិសេសបើអ្នកជាស្ត្រីវ័យក្មេងក្រោមអាយុ40សូមកុំគិតអំពីការដកមាបទៅជាជម្រើសឡើយវាគួរតែជាជម្រើសចុងក្រោយបំផុតពេលដែលមិនមានជម្រើសផ្សេងទៀតទេហេតុអ្វីបានជាយ៉ាងនេះខ្ញុំសូមប្រាប់ថាខ្នងស្បូនគឺជាប្រភពនៃហូម៉ូនសំខាន់បំផុតដូចជាអេស្ត្រូសែន ប្រូជេស្តេរ៉ូន និងតេស្តូស្តេរ៉ូនខ្លះសម្រាប់ស្ត្រីហើយខ្នងស្បូននឹងឈប់ដំណើរការនៅពេលដល់អវសានរដូវដែលអាចកើតឡើងចាប់ពីអាយុ45មួយដល់55ឆ្នាំប៉ុន្តែពេលដែលអ្នកដកស្បូនចេញមុនអាយុ40ខ្នងស្បូននឹងស្លាប់មុនហេតុអ្វីព្រោះការផ្គត់ផ្គង់ឈាមទៅក្នុងស្បូននិងការផ្គត់ផ្គង់ឈាមទៅស្បូនមានការច្របាច់គ្នានៅតំបន់ខ្លះហើយពេលយើងដកស្បូនចេញវានឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅក្នុងស្បូនដូច្នេះក្នុងស្បូនអាចបរាជ័យមុនពេលវែងហើយអាចបង្កើតសាច់ដុំជាំបានផងដែរដូច្នេះសំណើរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នាគឺមុនអាយុ40សូមកុំគិតអំពីការដកស្បូនឡើយលុះត្រាតែវាជារឿងចាំបាច់បំផុតសូម្បីតែបន្ទាប់ពីអាយុ40ក៏មានជម្រើសជាច្រើនដូចជា hysteroscopy, colposcopy និងការព្យាបាលដោយហូម៉ូនមុនពេលដកស្បូនវាគួរតែជាជម្រើសចុងក្រោយបំផុតដែលអ្នកគិតដល់ពេលវេជ្ជបណ្ឌិតនិយាយថាមិនមានជម្រើសណាផ្សេងទៀតក្រៅពីការដកស្បូនទើបតែគិតអំពីការធ្វើ hysterectomy សូមអរគុណមិត្តទាំងអស់